បើក្បាលវីដេអូឆាច់មកបងប្អូនណាចាឆាតកួនជាមួយនឹងសាច់ជ្រូកកញ្ច្រាំនិយាយពីថាមានរសជាតិឈ្ងុយឆ្ងាញ់ម្ល៉េះតើបងប្អូនឥឡូវហ្នឹងយើងមិនបាញ់និយាយអីយូរទេយើងឆាតកួនយកតែម្ដងទៅដាក់ខ្លាញ់ចាឲ្យក្តៅតិចមកណាបងប្អូនណាឆាលីងត្រឡប់ចុះត្រឡប់ឡើងជាមួយនឹងសាច់ជ្រូកកញ្ច្រាំយើងហ្នឹងឲ្យបានឆ្អិនល្អតិចទៅបងប្អូនដាក់ស្ករចាដាក់ស្ករដាក់ប៊ីចេងដាក់ទឹកត្រីដាក់គ្រឿងទេសយើងឲ្យរួចរាល់ទៅបងប្អូនតាមចំណង់ចំណូលចិត្តនៃរសជាតិដែលបងប្អូនចូលចិត្តញ៉ាំអញ្ចឹងណាដាក់ម៉ាល្មមបងប្អូនចាឆាតកួនបងប្អូនកុំភ្លេចដាក់ប្រេងខ្យងណាតែអត់ដាក់ប្រេងខ្យងទេអត់រសជាតិអត់សូវឆ្ងាញ់ទេបងប្អូនចាហើយតកួននោះទិញមកពីផ្សារនិយាយតែពីថាខ្ចីល្អយ៉ាងនេះបងប្អូនហើយគ្រាន់តែឃើញសម្រស់តកួនចាពណ៌បៃតងស្រស់យ៉ាងហ្នឹងគឺថាទាំងកូនទាំងក្មួយចាទាំងប្តីទាំងប្រពន្ធនឹងគ្នាហេវបាយកោពុះគ្រូចអស់ហើយបងប្អូនអើយសំតែនៅក្នុងហាងចាភ្ញៀវរៀងស្កាលបន្តិចទៅក៏យើងមកឆាត្រឡប់តកួនញ៉ាំបន្តិចទៅពួកអីមហូបលឿនចាដោយសារយើងរវល់ផងអីផងអញ្ចឹងណាចាតែកាលណាយើងអត់ឆ្លៀតធ្វើទេគឺអត់បានបាយមហូបញ៉ាំខ្លួនឯងទេបងប្អូនចាពួកដោយសារភ្ញៀវចេញចូលអញ្ចឹងទៅភ្ញៀវវារៀងច្រើនដែរចាអញ្ចឹងដែលយើងចង់ញ៉ាំមហូបក្តៅបាយក្តៅអញ្ចឹងយើងត្រូវធ្វើចាស្រូតរូតរះធ្វើខ្លួនឯងបន្តិចចាឆាត្រឡប់ចុះត្រឡប់ឡើងត្រឡប់ចុះត្រឡប់ឡើងឥឡូវតកួនយើងនឹងសពពហើយចាចាប់ផ្ដើមឆ្អិនហើយចាកុំឲ្យដាក់អាលួយពេកណាបងប្អូនតែអត់តាអាលួយពេកអត់ឆ្ងាញ់ទេឆាតកួនណាមកល្មមសពតមកល្មមបែនហើយចាលើកចុះមកអញ្ចឹងថ្ងៃនេះឆាសាច់ជ្រូកចិញ្ច្រាំរបស់យើងគឺបានឆ្អិនហើយបងប្អូនចាអញ្ជើញពិសាទាំងអស់គ្នាណាសំណប់ចិត្តទាំងអស់គ្នា